គីភ័យឆាបឆេះទូកុងតឺន័រមួយរួមទាំងរថយន្តតូយូតាប្រើស5គ្រឿងបណ្ដាលមកពីផ្ទុះទូកុងតឺន័របង្កជាអគ្គិភ័យសមត្ថកិច្ចបានឲ្យដឹងថានៅវេលាម៉ោង 15:00 នាទីរសៀលថ្ងៃទី 26 ខែមិថុនា ឆ្នាំ 2025 មានករណីអគ្គិភ័យឆេះនៅក្នុងផែស្ងួតមួយស្ថិតក្នុងភូមិកន្ទោកខាងជើងសង្កាត់កន្ទោកខណ្ឌកំបូររាជធានីភ្នំពេញហើយការអគ្គិភ័យឆេះនេះបណ្ដាលមកពីផ្ទុះទូកុងតឺន័របង្កជាអគ្គិភ័យនេះធ្វើឲ្យឆេះខូចខាតទូកុងតឺន័រចំនួន1ទូរួមទាំងរថយន្តតូយូតាប្រើសចំនួន5គ្រឿងហើយពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរឡើយនៅវេលាម៉ោង 16:10 នាទីល្ងាចខែឆ្នាំដដែលអគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុងដោយប្រើប្រាស់ទឹកអស់ចំនួន5ឡាន